បាទមុខម្ហូបមួយមុខនេះគឺមានឈ្មោះថាគប់ផាត់ผ็ดបាទគប់នោះគឺកង្កែបចំនួន2ក្បាលបាទបន្ទាប់ពីចិញ្ច្រាំសាច់រួចហើយឥឡូវយើងមកដាក់ត្រាំជាមួយនឹងម្សៅដំឡូងមីត្រៀមហាន់គ្រឿងម្ទេសតៃវ៉ាន់ម្រេចខ្ចីបន្ទាប់មកយើងហាន់ជាមួយនឹងម្ទេសស្រស់ខៀវក្រហមហើយក៏មានស្លឹកម្រះព្រៅបន្ទាប់មកមានស្លឹកក្រូចខ្ជាយម្រេចខ្ចីម្ទេសតៃវ៉ាន់ទេសស្រស់ក្រហមខៀវផ្លែត្រប់ខ្ទឹមសមានសាច់អង្កែបស្បែកអង្កែបគ្រឿងក្នុងបន្ទាប់មកយើងមកដាក់ខ្ទើសឲ្យក្តៅបន្ទាប់មកដាក់ខ្លាញ់បន្តិចធ្វើការលីងស្បែកឲ្យក្រេមរួចហើយក៏យើងដាក់សាច់ចូលទៅដើម្បីធ្វើការលីងបន្តឥឡូវសាច់កង្កែបក្រេមហើយយើងមកដាក់ជាមួយនឹងខ្ទឹមសចិញ្ច្រាំរបស់យើងរួចហើយដាក់ជាមួយនឹងគ្រឿងបុកគឺគ្រឿងផាត់ผ็ดណែឯងបន្ទាប់មកដាក់ជាមួយនឹងស្ករក្រហមដើម្បីធ្វើការលីងបន្តគ្រឿងឈ្ងុយយើងមកដាក់ជាមួយនឹងទឹកបន្តិចបន្ទាប់មកដាក់ជាមួយនឹងម្រេចខ្ចីខ្ជាយត្រប់ផ្សំរសជាតិជាមួយនឹងម្សៅស៊ុប2លាបព្រាកាហ្វេបន្ទាប់មករ៉តឌី1លាបព្រាកាហ្វេទឹកត្រីបន្តិចហើយនឹងប្រេងខ្យងរួចហើយយើងមកដាក់ជាមួយនឹងម្ទេសស្រស់ស្លឹកក្រូចរបស់យើងចូលទៅតែម្ដងទៅធ្វើការលីងបន្តឲ្យស្ងួតបន្ទាប់មកយើងមកដាក់ជាមួយនឹងស្លឹកម្រះព្រៅបាទគប់ផាត់ผ็ดរបស់យើងក៏មានតែប៉ុណ្ណេះឯងកុំភ្លេចជួយចុច like ចុច share ចុច comment និងជួយចុចតាមដានម្នាក់មួយផងបាយបិទចំតិតគូតវ៉ាវ